របៀប activate កម្មវិធី Microsoft Office នៅក្នុង computer របស់អ្នកទាំងអស់គ្នាជាដំបូងអ្នកគ្នា search តាមពាក្យខាងលើនេះដូចខ្ញុំមករួចអ្នកគ្នាយក website ខាងលើគេតមកអ្នកគ្នា scroll ចុះក្រោមរួច copy comment ទី1មកតមកអ្នកគ្នាចេញទៅវិញតមកអ្នកគ្នា right click លើ window រួចអ្នកគ្នាយក window PowerShell run admin តមកត្រង់នេះអ្នកគ្នាយកចេះបន្ទាប់ពីចេញបែបនេះអ្នកគ្នា right click paste command prompt ដែលយើងបាន copy មកមិញមករួចរងចាំឲ្យវាដំណើរការ command prompt នៅពេលវាដំណើរការបែបនេះអ្នកគ្នាចុចលើ keyboard យកលេខ2រួចអ្នកគ្នា enter បន្ទាប់ពីចេញបែបនេះអ្នកគ្នាចុច keyboard យកលេខ1មករួច enter រួចអ្នកគ្នារងចាំឲ្យវាដំណើរការ activate Microsoft Office របស់អ្នកនរគ្នាបន្ទាប់ពី activate ហើយវានឹងចេញទម្រង់បែបនេះអ្នកគ្នាចុច key enter មកដើម្បីចេញទៅវិញដើម្បីឆែកថា Microsoft របស់អ្នកនរគ្នាបាន activate រួចអ្នកគ្នាចូលទៅក្នុង Microsoft Office របស់អ្នកនរគ្នាមករួចអ្នកគ្នាចូលទៅក្នុង account នោះវានឹងបង្ហាញថា Microsoft របស់យើងបាន activate ជោគជ័យ Follow for more.